បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកបោះតង់នៅបឹងបាទនៅបឹងនៅខេត្តដងដៃប្រទេសវៀតណាមបងប្អូនហើយទៅដល់កំងមហូបគេមួយដោយសារឃើញថៃនឹងឆ្ងាញ់ពេកបងប្អូនហើយធូរថ្លៃថៃមួយនេះប្រហែលជា$8បងប្អូនតែគេមាននំបញ្ចុកមានអីហើយឆ្ងាញ់មែនទែនបងប្អូនឆ្ងាញ់ហើយមាត់បឹងគេនឹងទំហំធំមែនទែនបងប្អូនបឹងគេនឹងសឹងតែពាក់កណ្ដាលបឹងទន្លេសាបធំមែនទែនណាបងប្អូនហើយម្ហូបក៏ឆ្ងាញ់បរិយាកាសក៏ល្អបាទហើយសង្ឃឹមថាបងប្អូនដែលចង់បោះតង់ឆ្លងប្រទេសអាចទៅជាមួយខ្ញុំបានបាទដោយសារខ្ញុំបានដើរច្រើនដែរបាទជុំវិញពិភពលោកខ្ញុំដើរបានអស់ឥឡូវខ្ញុំចាប់ផ្ដើមលេងជិះក្បាលហោះហើយខ្ញុំជិះម៉ូតូជិះឡានដើរបោះតង់តាមព្រៃសប្បាយបងប្អូនឲ្យមកតកកគេបងប្អូនតកកគេដល់ក៏មកដុំមកកែបាទហើយនេះតកងឡានខ្ញុំស្ដាច់ប្រពន្ធខលមកផ្លែតប្រពន្ធខល10ដងបាទហើយនេះមហូបមុខទី2បងប្អូនហូបនេះប្រហិតបាទប្រហិតថៃជៀនអំពងបាទអំពងសៅថាឆ្ងាញ់បងប្អូនអើយហើយបងប្អូនណាចាប់អារម្មណ៍ការបោះតង់អីហ្នឹងឲ្យថ្ងៃអាទិត្យបងប្អូនអាចហៅខ្ញុំបានបាទរៀងរាល់ថ្ងៃអាទិត្យជាពិសេសគឺល្ងាចថ្ងៃសៅរ៍ហ្មងខ្ញុំចប់ពីការងារគឺប្រយម៉ូតូមួយជួនកាលឡានអ្នកឯងក៏មានដែរបងប្អូនឡានអ្នកឯងហើយនេះគឺនៅមាត់បឹងបាទចម្ងាយតាម100គីឡូពីហូជីមិញបងប្អូនស្អាតđẹp áអាកាសធាតុវាល្អពេកទៅដល់ដោះអាវអង្គុយញ៉ាំថៃកំងគេបាទកំងគេមកផ្លែតបានហើយរសជាតិឆ្ងាញ់បាទបន្តមកទៀតក៏បាទក៏ចាប់ផ្ដើមមួយទឹកបាទនេះលោតទឹកហើយបងប្អូនអើយទឹកគេស្អាតពេកបាទទឹកស្អាតចឹងមកដល់មុខលោតហើយនេះគេ camping ចំមកបងប្អូនបាទហើយនេះផ្លូវត្រឡប់មកវិញបាទអញ្ចឹងបោះមួយជុំថ្ងៃនៅវៀតណាមក៏ត្រឡប់មកវិញអញ្ចឹងសង្ឃឹមថាបងប្អូនដែលចង់ស្គាល់កន្លែងបោះតង់ស្អាតកុំភ្លេចរបស់ខ្ញុំបាទបងប្អូននេះយើងជិះតាមផ្លូវមានផ្កាមានផ្លាកសញ្ញាមានហាងគ្រឿងសំណង់មានអ្នកលក់កាហ្វេស្អាតណាបងប្អូនឃើញទេបាទបងប្អូននេះជា experience in Asia នេះគឺជាបទពិសោធន៍ខ្ញុំហើយផ្លេចដាក់វីដេអូយកឡើងចាប់ថៃបងប្អូននេះថៃគេចិញ្ចឹមនៅចិនហ្នឹងបូកជាមួយនឹងត្រីដែលគេនេះបាទគេហៅហើយខ្ញុំក៏បានចុះទៅទិញគេតែខ្ញុំអត់ចេះភាសាវៀតណាមទេបងប្អូនបាទនេះ3នាក់ម៉ែឪកូនគេដើរថៃបាទហើយថៃនេះ1គីឡូចែកមកតែ$4បងប្អូនប្រព័ន្ធណានៃប្រព័ន្ធផ្លូវបងប្អូនអើយហើយយប់ឡើងយើងគិតមើលមក10មិន10គេនៅរត់ត្រីហើយអ្នកបោះតង់ញ័រចឹងងាប់ហើយនេះធ្វើមហូបព្រោះភ្លេចយកភ្លើងទៅអញ្ចឹងមានតែដាក់ភ្លើងទូរស័ព្ទបងប្អូននេះភ្លើងទូរស័ព្ទទឹកសុទ្ធម្ដងមកសំខាន់ខ្ញុំអត់នៅលើកន្លែងបោះគេមានភ្លើងច្រើនធុញអញ្ចឹងយើងមានតែចុះមកក្រោមបាទហើយមកក្រោមមកនេះមក10យប់បងប្អូនប៉ុន្តែកាមេរ៉ា iPhone បាទហើយថៃឃើញថៃងាប់នៅហ្នឹងបាទហើយនេះអូទី2ទៀតបាទអូទី2បាទនេះថាទូកទី2ខ្ញុំបានឃើញដែរហើយគេស្មានថាខ្ញុំជាសមត្ថកិច្ចទៅដល់លេងគេភ័យគេរត់ហើយខ្ញុំថាអត់ទេ no I'm Cambodia why you come here ឡើងចង់ភ័យរបស់គេដែរព្រោះគាត់ឮខ្មែរមកដល់តែមិនដែលមានខ្មែរមកដល់នេះហេតុអីបានជាអ្នកឯងមកទីនេះទាំងកដាយប់ខ្ញុំមកបោះតង់បាទនេះពួកគេអូសមកអូសទាំងថៃទូចថៃធំបងប្អូននេះខ្ញុំថតហើយកាន់នឹងលួចថតទេណាបងប្អូនលួចថតតិចថាខ្ញុំហ៊ានថតឲ្យគេឃើញចឹងពីព្រោះអីគេ3នាក់យើងម្នាក់ឯងហើយទៅលួចមើលគេបងគេអូសអានេះគេហៅអួនគៀបងប្អូនអួនគៀមួយថៃ
គេវាយបងប្អូននោះកាន់ទូរស័ព្ទបន្លំលេងទៅមែនទៅលេងហើយតមកថតបានថៃគេអចង់មកហើយបងប្អូនថៃគេតិចទៀតដល់ទៅដល់ហើយគេឆ្ងល់ថាអ្នកឯងមកនេះស្អីក៏đãយកហើយចឹងគេ3អ្នកកូនឪគេហ្នឹងគេខ្ញុំថតហើយខ្ញុំថតលាក់លៀមបងប្អូនចឹងបងប្អូនចង់ទៅរថីចង់ដើរព្រៃចង់បោះតង់បាទរៀងរាល់ល្ងាចថ្ងៃសៅរ៍បងប្អូនអាចទៅអ្នកនោះខ្ញុំបាននេះ2យប់3ថ្ងៃនៅវៀតណាមបាទជាមួយនឹងការបោះតង់ដេកកដាលព្រៃកដាលទឹកកំសត់ដែរបងប្អូនអើយតែធ្វើមកជីវិតវាចង់កំសត់ចឹងបាទនេះត្រីឯបងប្អូនឃើញត្រីឯអូនិយាយរងច្អហ្មងបងប្អូននេះគេឲ្យខ្ញុំ2ដាក់កញ្ច្រែងខ្ញុំខ្លាចលិចខ្ញុំលើកលិចអេដល់កមកខាងវៀតណាមនេះអញ្ចឹងនេះបានយកមកហើយបាទក្រុមការងារខ្ញុំគេចាំថៃពងហើយបន្តមកស្ងោស្ពៃបាទចឹងបងប្អូនជួយតាមដានចុច Subscribe និង Share ផងវីដេអូនេះបាទក្នុង YouTube របស់ខ្ញុំនេះបាទតែមកធ្វើមហូបម៉ោង11 12យប់បងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតហើយខ្ញុំនឹងធ្វើវីដេអូដើរបោះតង់ជុំវិញពិភពលោកបងប្អូនជុំវិញពិភពលោកតែមុនទៅអូស្ត្រាលីតែគេអត់ដល់បោះឥឡូវមកបោះដេញពីវៀតណាមទៅមុនបាទបងប្អូនហើយសាច់តលុនតិចហើយបងប្អូនអើយអរគុណ